តែនឹងមានអ្វីកើតឡើងប្រសិនបើបច្ចេកវិទ្យាកម្ពុជារបស់សហរដ្ឋអាមេរិកត្រូវប្រឈមមុខជាមួយនឹងព្យុះកំណាចរបស់ប្រទេសអ៊ីរ៉ង់នៅក្នុងសមរភូមិទំនើបនៃឆ្នាំ2026នេះវីរៈបុរសពិតប្រាកដដែលការពារទាហាននៅជួរមុខមិនមែនមានតែរថក្រោះយក្សនោះទេក៏ប៉ុន្តែវាគឺជាបន្ទាយដែកដែលចល័តកង់4ថ្ងៃនេះយើងនឹងធ្វើការប្រៀបធៀបដែលមិនធ្លាប់មានពីមុនមករវាងអធិរាជរថយន្តពាសដែក Ascot JLTV របស់អាមេរិកនិងមោទនភាពវិស្វកម្មយោធារបស់អ៊ីរ៉ង់គឺ Tufan តើមួយណាគឺជាស្ដេចនៃសមរភូមិពិតប្រាកដតោះបងប្អូនយើងទៅតាមដានជាមួយនឹងខ្ញុំទាំងអស់គ្នាដើម្បីយល់ពី JLTV យើងត្រូវរំលឹកទៅកាន់សង្គ្រាមអ៊ីរ៉ាក់និងអាកាសស្ថាននៅពេលនោះរថយន្ត Humvee របស់អាមេរិកបានក្លាយទៅជាគោលដៅងាយស្រួលបំផុតសម្រាប់គ្រាប់មីនក្បែរផ្លូវឬគេហៅកាត់ថា IED អាមេរិកត្រូវការរថយន្តថ្មីដែលមានភាពរហ័សរហួនដូច Humvee នោះហើយជាពេលដែល JLTV ចាប់ផ្ដើមកំណើតវាត្រូវបានរចនាឡើងដើម្បីមិនអាចកំទេចបានចំពោះការផ្ទុះពីខាងក្រោមបាតរថយន្តងាកមកមើលខាងអ៊ីរ៉ង់វិញម្ដងដោយសារការហោមព័ទ្ធសេដ្ឋកិច្ចពីលោកខាងលិចអ៊ីរ៉ង់បានសម្រេចចិត្តផលិតអាវុធដោយខ្លួនឯងក្នុងឆ្នាំ2018ពិភពលោកត្រូវភ្ញាក់ផ្អើលនៅពេលដែលអ៊ីរ៉ង់បានបង្ហាញរូបរាងពិតរបស់ Tufan លេចចេញមកវាគឺជារថយន្តប្រភេទ MRAP ដែលអ៊ីរ៉ង់បានអះអាងថាវាអាចរស់រានពីការផ្ទុះមីនកម្រិតធ្ងន់និងការវាយឆ្មក់បានគ្រប់ទម្រង់តើបីសាយទាំងពីរនេះវាខ្លាំងដល់កម្រិតណា Ascot JLTV បានប្រើប្រាស់ជាមួយនឹងម៉ាស៊ីន V8D ដែលបានផ្ដល់កម្លាំងរហូតដល់340 horsepower ក៏ប៉ុន្តែអាចកំបាំងដែលធ្វើឲ្យវាខ្លាំងបែបនេះគឺវាបានប្រើប្រាស់ជាមួយនឹងប្រព័ន្ធឯករាជ្យ Tag4i វាអាចឲ្យកង់នីមួយៗលោតចុះឡើងបានរហូតដល់20អ៊ីងវាមានន័យថាទោះបីជាផ្លូវលំបាកប៉ុណ្ណាក៏ដោយក៏វានៅតែអាចហោះកាត់នៅក្នុងល្បឿនលឿនបានយ៉ាងរលូនចំណែកឯ Tufan វិញវាបានប្រើប្រាស់ជាមួយនឹងម៉ាស៊ីនដែលមានកម្លាំងរហូតដល់360 horsepower វាមានល្បឿនលឿននិងរូបរាងធំជាង JLTV ទៅទៀតក៏ប៉ុន្តែដោយសារតែវាមានទម្ងន់ធ្ងន់មិនសូវមានលំនឹងនៅក្នុងការបត់បែនល្បឿនលឿនដូចអាមេរិកនោះទេប៉ុន្តែវាផ្ដល់នៅកម្ពស់ខ្ពស់ផុតពីដីដើម្បីកាត់បន្ថយកម្លាំងផ្ទុះមីនឲ្យបានកាន់តែច្រើនចំណុចនេះហើយដែលបង្ហាញពីគម្លាតបច្ចេកវិទ្យាអាមេរិកបានបំពាក់នៅប្រព័ន្ធបាញ់ពីចម្ងាយហើយនោះគឺជាប្រព័ន្ធ Remote Weapon Station ឬក៏ហៅកាត់ RWS លើ JLTV ទាហានមិនចាំបាច់ងើបក្បាលចេញពីដំបូលរថយន្តឡើយពួកគេគ្រាន់តែប្រើប្រាស់ដៃបញ្ជានិងកាមេរ៉ាកម្ដៅឬក៏ Thermal Camera ដើម្បីស្វែងរកសត្រូវទាំងយប់ទាំងថ្ងៃចំណែកឯ Tufan វិញវាបានផ្ដោតលើភាពសាមញ្ញប៉ុន្តែវាកាចបំផុតវាបានបំពាក់ជាមួយនឹងកាំភ្លើងយន្តធន់ធ្ងន់និងអាចដំឡើងមីស៊ីលដែលជាប្រភេទ Anti-tank Missile វាមានសមត្ថភាពដែលអាចកំទេចគោលដៅពីចម្ងាយយ៉ាងមានប្រសិទ្ធភាពសរុបមកប្រសិនបើបងប្អូនចង់បានរថយន្តដែលមានបច្ចេកវិទ្យា Digital ខ្ពស់និងរហ័សរហួនដូចជា JLTV គឺជាជម្រើសលេខ1ក៏ប៉ុន្តែប្រសិនបើបងប្អូនចង់បានរថយន្តដែលធំដែលអាចដឹកទ័ពបានច្រើននិងធន់នឹងការផ្ទុះខ្លាំង Tufan នេះហើយគឺជាគូប្រជែងដែលមិនអាចមើលលំលងបានចុះចំណែកបងប្អូនវិញបើត្រូវជ្រើសរើសរថយន្តមួយគ្រឿងដើម្បីចូលសមរភូមិតើបងប្អូនហ៊ានឡើងជិះរថយន្តមួយណាជាងសូមបញ្ចេញ comment ប្រាប់ខ្ញុំផងណាពីខ្ញុំទៅមានតែប៉ុណ្្នឹងនោះទេកុំភ្លេចជួយ like និង share វីដេអូមួយនេះទៅកាន់បងប្អូនយើងម្នាក់មួយផងណាដើម្បីទទួលបានវីដេអូឯកសារថ្មីៗពី channel យើងខ្ញុំសូមអរគុណយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ